ការនេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា The Airbnb Story ដែលសៀវភៅមួយក្បាលនេះនិយាយពីប្រវត្តិរបស់វេទិកាជួលផ្ទះស្នាក់នៅបណ្ដោះអាសន្នជាសកលមួយដែលនៅចុងឆ្នាំ2021នេះក្រុមហ៊ុនមួយនេះមានតម្លៃខ្លួនរហូតដល់$113,000 លាន Airbnb ជាអក្សរកាត់របស់ពាក្យ Air Bed and Breakfast ដែលមានន័យថាពូកខ្យល់និងអាហារពេលព្រឹកហេតុអ្វីបានជាគេមានឈ្មោះដ៏ចម្លែកបែបនេះនិយាយពីរឿងនេះយើងត្រូវត្រឡប់ពេលវេលាមកកាន់ឆ្នាំ2007ដែលពេលនោះមាននិស្សិតពីររូបដែលទើបតែបញ្ចប់ការសិក្សានៅសាលារចនាដែលគ្មានការងារធ្វើក្ររហូតដល់សូម្បីតែថ្លៃផ្ទះក៏រកបង់គេមិនបានដែរនៅពេលនោះគេទាំងពីរបានទទួលនៅព័ត៌មានមួយគឺនឹងមានគេរៀបចំកម្មវិធីពិព័រណ៍ស្នាដៃ design ដ៏ធំមួយនៅជិតផ្ទះជួលរបស់គេកម្មវិធីនេះធំណាស់មានរយៈពេលជាង2សប្តាហ៍និងមានអ្នកចូលរួមច្រើនកកដែលធ្វើឲ្យមានបញ្ហាមួយកើតឡើងនោះគឺអ្នកចូលរួមពិព័រណ៍គ្មានកន្លែងស្នាក់នៅនិស្សិតដ៏ឆ្លាតវៃទាំងពីរនាក់នេះស្រាប់តែនឹកឃើញនៅដំណោះស្រាយមួយភ្លាមគឺគេបានទៅទិញពូកខ្យល់មួយចំនួនយកមកដាក់ក្នុងបន្ទប់របស់ខ្លួនហើយជួលទៅកាន់អ្នកចូលរួមកម្មវិធីពិព័រណ៍ក្នុងតម្លៃ$80ក្នុងមួយយប់ថែមទាំងមានថែមជូនអាហារពេលព្រឹកទៀតផងគេបានផ្ដល់ឈ្មោះឲ្យសេវាកម្មនេះថា Air Bed and Breakfast គ្រាន់តែដាក់ជួលបែបនេះភ្លាមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគេរកចំណូលបានជាង$1,000រួចនឹងបង់ថ្លៃផ្ទះជួលមួយខែក្រោយពេលចប់កម្មវិធីនេះហើយនិស្សិតទាំងពីរនាក់នេះក៏ពិគ្រោះគ្នាថាសេវាកម្មមួយនេះទទួលបានការគាំទ្រយ៉ាងនេះតើអាចទេយើងយកមកធ្វើជាអាជីវកម្មមួយជួលផ្ទះឬបន្ទប់ទទួលភ្ញៀវដែលយើងមិនប្រើទៅឲ្យអ្នកដែលមានតម្រូវការស្នាក់នៅរយៈពេលខ្លីពេលនោះហើយដែល Airbnb ចាប់ផ្ដើមដំណើរសហគ្រិនភាពរបស់គេប្រកបណាស់ចាប់ផ្ដើមពីគំនិតដ៏ល្អមួយរហូតក្លាយជាក្រុមហ៊ុនដ៏ជោគជ័យមួយគឺត្រូវឆ្លងកាត់ឧបសគ្គនិងការសម្រេចចិត្តសំខាន់ៗច្រើនណាស់សហស្ថាបនិកដែលមាន background ជាអ្នក design ទាំងពីរនាក់គ្មានទាំងលុយគ្មានទាំងកេរ្តិ៍ឈ្មោះមិនចេះទាំងបច្ចេកវិទ្យានិងគ្រប់គ្រងផងនោះតើធ្វើយ៉ាងណាទើបគេអាចតាក់ទាញអ្នកវិនិយោគធំៗនៅ Silicon Valley ឲ្យមកជឿជាក់ទៅលើចក្ខុវិស័យរបស់គេហ៊ានបោះទុនរាប់លាន$ឲ្យគេធ្វើនោះនៅមុនពេលដែល Airbnb ចូលមកកាន់ទីផ្សារដំបូងគេឃើញមានវត្តមានក្រុមហ៊ុនតូចធំជាច្រើនក៏បានផ្ដល់នៅសេវាកម្មជួលផ្ទះប្រហាក់ប្រហែលគ្នានេះដែរតើគេធ្វើបែបណាទើបអាចធ្វើបានល្អនិងលេចធ្លោជាងដៃគូប្រកួតប្រជែងរបស់គេដទៃទៀតក្នុងនាមជាវេទិកាឈ្មួញកណ្ដាលមួយតើ Airbnb ធ្វើបែបណាទើបអាចធានាបាននៅសុវត្ថិភាពអ្នកប្រើប្រាស់រក្សាគុណភាពនិងផលប្រយោជន៍ទាំងសងខាងទាំងអ្នកដែលមានផ្ទះជួលនិងអ្នកដែលមានតម្រូវការជួលផ្ទះគេបានដកខាត់ខ្លួនឯងបញ្ជ្រៀតខ្លួនចូលទៅទីផ្សារដ៏តូចចង្អៀតរុញច្រាននាវាដ៏ធំមួយឆ្លងកាត់ព្យុះភ្លៀងដ៏ពិបាកប្រែប្រួលមិនទៀងទាត់គេធ្លាប់បានឆ្លងកាត់បទពិសោធន៍ជោគជ័យក៏ធ្លាប់បានឆ្លងកាត់មេរៀនបរាជ័យដែរចាប់ផ្ដើមបានតែជាង5ឆ្នាំប៉ុណ្ណោះ Airbnb មានតម្លៃខ្លួនជាង$3,000 លានទៅហើយនៅពេលនោះស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Airbnb គឺលោក Brian Chesky បាននិយាយថាក្រុមហ៊ុននេះទើបតែចាប់ផ្ដើមជំហានទី1ប៉ុណ្ណោះនិយាយពីអ្នកនិពន្ធសៀវភៅនេះវិញម្ដងគាត់មានឈ្មោះថា Lake Gallagher ជាប្រធានប្រតិបត្តិផ្នែកនិពន្ធនិងផ្សព្វផ្សាយនៃទស្សនាវដ្តី Fortune Magazine ចាប់តាំងពីពេលដែល Airbnb បង្កើតមកគាត់បានសរសេរអត្ថបទពីក្រុមហ៊ុនមួយនេះតាំងពីក្រុមហ៊ុនមួយនេះនៅមានគ្នាតែ 4-5 នាក់ប៉ុណ្ណោះគាត់មានទំនាក់ទំនងស្អិតរមួតជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុននេះដែលគាត់អាចដឹងព័ត៌មានផ្ទៃក្នុងជាច្រើនទាក់ទងនឹងក្រុមហ៊ុនមួយនេះតទៅនេះយើងធ្វើការបែងចែកសេចក្តីសង្ខេបក្នុងសៀវភៅនេះជា3ផ្នែកសំខាន់ៗផ្នែកទី1នៅពេលដែល Airbnb ទើបនឹងបង្កើតដំបូងក្រោយពេលដែលគេត្រូវបានអ្នកវិនិយោគបដិសេធជាង101ដងរួចមកក៏បានជួបនឹងអ្នកវិនិយោគផ្នែកបច្ចេកវិទ្យាដ៏ល្បីឈ្មោះនៅ Silicon Valley គឺលោក Paul Graham តើគេធ្វើយ៉ាងម៉េចទើបអាចចាប់យកឱកាសមួយនេះបានផ្នែកទី2ក្នុងនាមជាវេទិកាជួលផ្ទះជាសកល Airbnb មិនមែនជាវេទិកាទី1ដែលមានវត្តមាននៅក្នុងវិស័យនេះទេនៅក្នុងទីផ្សារសមុទ្រក្រហមបែបនេះតើគេមានលក្ខណៈពិសេសអ្វីខ្លះដែលធ្វើឲ្យគេលេចធ្លោជាងគេនោះផ្នែកទី3ចាប់ពីពេលចាប់ផ្ដើមដំបូងរហូតមកដល់ពេលនេះគេបានជួបនៅឧបសគ្គនិងគ្រោះថ្នាក់ជាច្រើនតើគេអាចដោះស្រាយបញ្ហាហែលឆ្លងឧបសគ្គទាំងនេះបានដោយវិធីណាតោះយើងចូលមកដល់ផ្នែកទី1ដែលសំខាន់ជាងគេនោះគឺរឿងលុយនៅពេលដែលយើងមានគំនិតដ៏ល្អមួយតែបើសិនជាយើងមិនមានសំណាងបានជួបជាមួយអ្នកវិនិយោគដែលយល់ចិត្តម្នាក់អាចរុញច្រានយើងទៅដល់គោលដៅដែលយើងកំណត់នោះ
ទោះគំនិតយើងល្អយ៉ាងណាក៏មិនងាយនឹងទទួលបានជោគជ័យដែរវត្តមានរបស់ startup ល្បីៗនៅក្នុងលោកដែលមានតម្លៃខ្លួនរាប់ពាន់លានដុល្លារដែលមានរហស្សនាមថា Unicorn ដែលអ្នកទាំងអស់គ្នាឃើញនៅលើទីផ្សារនៅពេលនេះសុទ្ធតែមានក្រុមហ៊ុនវិនិយោគនិងម្ចាស់ទុនដ៏ក្រាស់ក្រែលនិងមានបទពិសោធន៍ខ្ពស់និងមនុស្សពូកែចាំជួយជ្រោមជ្រែងពួកគេដូច្នេះបាននិយាយថាមានគំនិតល្អមួយអាចជោគជ័យនោះមិនត្រឹមត្រូវទាំងស្រុងទេតើតែមានសំណាងបានជួបអ្នកវិនិយោគពូកែនិងមានធនធានជាច្រើនទើបអាចទៅរួចដូចជា Jack Ma បើមិនបានជួប Sun Masayoshi ក៏គ្មាន Alibaba Mark Zuckerberg បើមិនបានជួបជាមួយនឹង Peter Thiel ក៏គ្មាន Facebook ដូចគ្នានេះដែរស្ថាបនិករបស់ Airbnb លោក Brian Chesky បើមិនបានជួបកំពូលអ្នកវិនិយោគល្បីឈ្មោះ Paul Graham នោះទេក៏គ្មានវត្តមាន Airbnb នៅលើទីផ្សាររហូតដល់សប្តាហ៍នេះដែរនៅក្នុងការវិនិយោគទៅលើវិស័យធុរកិច្ចបង្កើតថ្មីមួយគេមានពាក្យមួយម៉ាត់និយាយថានៅពេលដែលអ្នកវិនិយោគដំបូងឬយើងហៅថា early stage angel investor សម្រាប់ចិត្តវិនិយោគទៅលើក្រុមហ៊ុនណាមួយមិនមែនដោយសារតែគម្រោងនោះល្អឥតខ្ចោះនោះទេតែគេមើលទៅលើមនុស្សដែលជាស្ថាបនិកទៅវិញទេព្រោះមនុស្សជាអ្នកដឹកនាំអាជីវកម្មបើមនុស្សមិនកើតអាជីវកម្មក៏មិនអាចដើរទៅវិញឆ្ងាយបានដែរយើងមកមើល team របស់ Airbnb វិញតើគេមានមនុស្សពូកែណាខ្លះដែលអាចធ្វើឲ្យអ្នកវិនិយោគធំគេចាប់អារម្មណ៍បានសហស្ថាបនិករបស់ Airbnb មានគ្នា3នាក់2នាក់ដែលយើងលើកយកមកនិយាយពីខាងដើមរៀនចប់ពីសាលារចនាដែលមានគំនិតជួលផ្ទះឲ្យគេស្នាក់នៅបណ្ដោះអាសន្ននោះម្នាក់មានឈ្មោះថា Brian Chesky ម្នាក់ឈ្មោះថា Joe Gebbia ដែលជាអ្នករៀនសាកលវិទ្យាល័យជាមួយគ្នាអ្នកទី3ជាមនុស្សដែលគេទាញចូលរួមពេលក្រោយមកទេដែលអ្នកទី3នេះហើយជាមនុស្សតែមួយគត់ដែលចេះដឹងស៊ីជម្រៅទៅលើអ៊ីនធឺណិតចេះសរសេរកូដកម្មវិធីហើយអាចកាន់ជា CTO បានបើតាមសមត្ថភាពពួកគេទាំង3នាក់គូផ្សំនឹងបទពិសោធន៍តិចតួចបែបនេះពិតជាពិបាកនឹងទាក់ទាញអ្នកវិនិយោគណាស់ហេតុនេះហើយនៅពេលដែលគេបង្កើត website នេះចេញដំបូងគ្មានអ្វីទាក់ទាញនោះទេគំរូអាជីវកម្មក៏មិនមែនថ្មីថ្មោងគ្មានអ្នកណាធ្វើនោះដែរដូច្នេះនៅពេលដែលគេដើរធ្វើបទបង្ហាញស្វែងរកអ្នកវិនិយោគហេតុផលដែលត្រូវបានគេបដិសេធមានច្រើនណាស់អ្នកវិនិយោគខ្លះថាក្រុមការងារមិនកើតអ្នកខ្លះថាទីផ្សារគ្មានតម្រូវការអ្នកខ្លះថា website ធ្វើមកគ្មានភាពទាក់ទាញតែហេតុផលដែលសំខាន់ជាងគេនិងជាហេតុផលដែលអ្នកវិនិយោគភាគច្រើនបដិសេធសំណើគៀងគរទុនរបស់ Airbnb គឺមកពីអាជីវកម្មមួយនេះជាប្រភេទអាជីវកម្មដែលពឹងផ្អែកទៅលើឱកាសរយៈពេលខ្លីពីដើមយើងបាននិយាយហើយថាស្ថាបនិក Airbnb បង្កើតវាឡើងដំបូងក្នុងគោលបំណងដោះស្រាយនៅបញ្ហាមួយគឺនៅពេលដែលមានមនុស្សម្នាមើលពីពណ៌ខ្វះកន្លែងស្នាក់នៅអាចប្រើប្រាស់សេវាកម្មគេបានតែពីពណ៌ឬកម្មវិធីធំទាំងនោះមិនមែនមានរាល់ថ្ងៃណាចុះបើគ្មានកម្មវិធីតើ Airbnb បានចំណូលពីណាទៅទប់ប្រតិបត្តិការរបស់គេបើយកវាមកពិចារណាបន្តិចក្តីបារម្ភរបស់អ្នកវិនិយោគត្រង់ចំណុចនេះក៏សមហេតុផលម្យ៉ាងដែរតែ Airbnb ក៏បានធ្វើឲ្យអ្នកវិនិយោគភ្លឺភ្នែកដែរគេចង់បង្ហាញថាគេមិនមែនរស់ពឹងផ្អែកទៅលើកម្មវិធីពីពណ៌យូរម្ដងនោះទេឧទាហរណ៍ជោគជ័យរបស់គេមួយនៅក្នុងឆ្នាំ2008គឺនៅពេលដែលអតីតប្រធានាធិបតី Barack Obama ត្រូវបានគេជ្រើសតាំងជាបេក្ខភាពប្រធានាធិបតីបកប្រជាធិបតេយ្យគេបានរៀបចំកម្មវិធីថ្លែងសន្ទរកថាមួយដែលមានអ្នកចូលរួមជាង 80000 នាក់តែសន្តាគារនិងផ្ទះសំណាក់នៅក្នុងតំបន់នោះដាក់អ្នកដំណើរបានតែជាង 30000 នាក់ប៉ុណ្ណោះចុះមនុស្សផ្សេងទៀតទៅស្នាក់នៅឯណានេះជាឱកាសដ៏ធំមួយដែលអាចឲ្យ Airbnb បង្ហាញពីសមត្ថភាពរបស់គេឲ្យអ្នកវិនិយោគមើលហើយ Airbnb បានប្រកាសជ្រើសរើសម្ចាស់ផ្ទះជួលដោយដាក់ slogan ថាមានពូកមួយទូរស័ព្ទមួយអ្នកក៏អាចក្លាយជាម្ចាស់ផ្ទះជួលបានដែរបើវចនៈនេះដើរទន្ទឹមគ្នានឹងយុទ្ធនាការស្វែងរកសញ្ញាឆ្នោតរបស់លោកអូបាម៉ាដែលមានពាក្យស្លោកថា Yes we can ក្រុមស្ថាបនិករបស់ Airbnb ដឹងច្បាស់ណាស់ថាគំរូអាជីវកម្មមួយនេះគួបផ្សំនឹងឱកាសកម្ររកបាននេះពិតជាអាចធ្វើឲ្យផ្នែកសារព័ត៌មានមានការចាប់អារម្មណ៍នឹងពួកគេអំឡុងពេលដែលពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចជាសកលគេបានឆ្លៀតឱកាសនេះដោយបានអញ្ជើញម្ចាស់ផ្ទះជួលមកធ្វើជាបទសម្ភាសន៍ដាក់ទូរទស្សន៍ទស្សនាវដ្តីដោយដាក់ចំណងជើងធំថាមនុស្សធម្មតាម្នាក់ធ្វើយ៉ាងណាអាចឆ្លងកាត់វិបត្តិសេដ្ឋកិច្ចសកលបានរឿងនេះបានលេចឮទៅដល់សារព័ត៌មាន The New York Times ដោយសារភាពល្បីល្បាញរបស់គេលើកនេះ Airbnb បានទទួលអ្នកប្រើប្រាស់ចុះឈ្មោះធ្វើជាម្ចាស់ផ្ទះជួលនៅលើ website របស់គេបានជាង800នាក់និងមានអ្នកចុះឈ្មោះជួលផ្ទះស្នាក់នៅរយៈពេលខ្លីជាង80នាក់និងមានមនុស្សជាច្រើនបានស្គាល់ Airbnb ជាលើកទី1ដោយសារតែមានអ្នកចូលមើលច្រើនពេកក្នុងរយៈពេលខ្លីបែបនេះ
ធ្វើឲ្យ server របស់ Airbnb មានបញ្ហាគាំងចូលមិនកើតអ្វីដែលគួរឲ្យអាម៉ាស់នោះពេលនោះចាំពេលដែលសហស្ថាបនិកទាំង3នាក់កំពុងធ្វើបទបង្ហាញអាជីវកម្មរបស់គេទៅកាន់អ្នកវិនិយោគស្រាប់តែចូល website បើកមិនចេញក៏ធ្វើឲ្យគេខកខានមិនបានទទួលការវិនិយោគជាថ្មីដោយសារតែអ្នកវិនិយោគមិនជឿជាក់លើបច្ចេកវិទ្យារបស់ Airbnb ភាពល្បីល្បាញលើកនេះកើតឡើងចំពេលដែលគេរកមិនបានប្រាក់វិនិយោគហើយកំណើនអ្នកប្រើប្រាស់កើនឡើងនៅពេលនោះក៏ដោយសារតែព្រឹត្តិការណ៍ឃោសនាបោះឆ្នោតប៉ុណ្ណោះតើនៅពេលណាទើបមានកម្មវិធីធំមនុស្សច្រើនកុះកខ្វះកន្លែងស្នាក់នៅបែបនេះទៀតទៅគ្មានអ្នកណាអាចដឹងមុននោះទេដូច្នេះបើសិនជាឱកាសលើកនេះចាប់មិនជាប់ផងចង់គៀងគរទុនវិនិយោគនៅពេលក្រោយទៀតពិតជាពិបាកទៀតហើយសហស្ថាបនិកទាំង3នាក់ម្នាក់ជាប់បំណុលគេជាង$20,000ទៅហើយបើនៅតែបែបនេះទៀតក្រុមហ៊ុនប្រកាសជាបិទទ្វារមិនខានដើម្បីរស់រានមានជីវិតបន្តមួយខ្យល់ទៀតបានក្រុមការងាររបស់ Airbnb បាននឹកឃើញរឿងមួយដែលគេមិនបោះបង់ចោលឡើយនៅឱកាសឃោសនាបោះឆ្នោតដ៏កម្រមាននេះគេបានបញ្ចេញនៅផលិតផលមួយឈ្មោះថា Obama Cereal ដែលជាប្រភេទគ្រាប់ធញ្ញជាតិនិងស្រូវសាលីចម្រុះសម្រាប់លាយញ៉ាំជាមួយទៅដោះគោនៅពេលព្រឹកដោយគេបានយករូបថ្លុកប្រធានាធិបតី Obama មកដាក់នៅលើកញ្ចប់វេចខ្ចប់តែម្ដងដោយដាក់ slogan ថា Hope in every bowl ក្តីសង្ឃឹមនៅគ្រប់ចានកញ្ចប់គ្រាប់ធញ្ញជាតិនេះគឺសម្រាប់លក់ទៅកាន់ម្ចាស់ផ្ទះជួលនៅក្នុង website របស់គេឲ្យម្ចាស់ផ្ទះជួលនោះផ្ដល់អាហារពេលព្រឹកទៅកាន់អ្នកជួលផ្ទះគេក៏បានបង្កើត Cereal Limited Edition ដែលលក់ក្នុងតម្លៃរហូតដល់$40ឯណោះដើមទុនដែលយកចូលក្នុងតម្លៃតែ$1ចំណេញរហូតដល់40ដងក្នុងរយៈពេលតែ3ថ្ងៃប៉ុណ្ណោះ Cereal របស់ពួកគេត្រូវបានគេដណ្ដើមគ្នាទិញអស់គ្មានសល់អ្នកដែលទិញមិនបានក៏ហ៊ានចំណាយលុយដ៏ច្រើនទិញវាទុកហើយធ្វើឲ្យផលិតផលមួយនេះឡើងថ្លៃរហូតដល់$350ក្នុងមួយកញ្ចប់ចំណេញលើកនេះធ្វើឲ្យពួកគេទទួលបានលុយយកមកសងគេហើយក៏បានបង្ហាញប្រាប់អ្នកវិនិយោគជាថ្មីថាជោគជ័យលើកនេះមិនមែនជារឿងចៃដន្យទេគឺដោយសារតែពួកគេជាមនុស្សឆ្លាតមានភាពបត់បែននិងចេះចាប់យកឱកាសប៉ុន្តែវាជាឱកាសក្រៅផ្លូវការប៉ុណ្ណោះបើមកមើលពីសេវាកម្ម Snow របស់ Airbnb វិញនៅតែយ៉ាប់ដដែលពេលវេលាកាន់តែយូរទៅកាន់តែពិបាកទៅមើលមិនឃើញក៏ដៅធ្វើឲ្យសហស្ថាបនិកទាំង3ជុំគ្នាគិតល្មិចថាតើត្រូវបោះបង់ចោលឬត្រូវបន្តដំណើរទៅមុខទៀតតើផ្លូវនេះជាផ្លូវដ៏ត្រឹមត្រូវមួយឬទេសម្រាប់ពួកគេស្ថិតនៅក្នុងស្ថានភាពបែបនេះស្រាប់តែមានមនុស្សម្នាក់មកបង្ហាញផ្លូវមួយដល់ពួកគេមនុស្សម្នាក់នោះនិយាយថាហេតុអ្វីក៏មិនសាកល្បងចូលទៅកាន់ YC ដើម្បីស្វែងរកជំនួយទៅ YC ឬហៅថា Y Combinator គឺជាក្រុមហ៊ុនវិនិយោគទៅលើវិស័យធុរកិច្ចបង្កើតថ្មីមួយរបស់សហរដ្ឋអាមេរិកដែលបង្កើតនិងប្រតិបត្តិដោយអ្នកវិនិយោគល្បីឈ្មោះនៅ Silicon Valley គឺលោក Paul Graham ចុងក្រោយគេបានសម្រេចចិត្តចូលក្នុងវគ្គសម្ភាសន៍បឋមរបស់ YC ដូចគ្នានឹងក្រុមហ៊ុនតូចធំដទៃទៀតដែរតែដោយសារតែមនុស្សច្រើនពេកក្រុមហ៊ុនវិនិយោគនេះមួយថ្ងៃទទួលបានសៀវភៅគំរូអាជីវកម្មនិងសំណើរកទុនវិនិយោគរាប់ពាន់ច្បាប់ឯណោះនៅពេលសម្ភាសន៍គេគ្មានពេលឲ្យស្ថាបនិកធ្វើការណែនាំខ្លួននោះទេចាំតែឆ្លើយសំណួរគេទៅបានហើយប្រតិកម្មដំបូងរបស់ Paul Graham ចំពោះ Airbnb គឺតាក់ទងនឹងគំរូអាជីវកម្មរបស់គេនឹងឯងគាត់មិនយល់ទាល់តែសោះថាតើមានមនុស្សអនុញ្ញាតឲ្យអ្នកដទៃដែលគេមិនធ្លាប់ស្គាល់សោះចូលដេកក្នុងផ្ទះរបស់ខ្លួនដែរហ៎ហេតុអ្វីបានជាមានមនុស្សគិតធ្វើរឿងដូចនេះតើពួកគេឈួតទេមែនទេគ្រាន់តែនិយាយដល់ចំណុចនេះភ្លាមស្ថាបនិក2នាក់រៀបងើបនឹងដើរចេញពីកៅអីទៅហើយតែបានចូល Gabriel យកគ្រាប់ធញ្ញជាតិលាយស្រូវសាលី Obama Cereal មកដាក់នៅលើតុរបស់ Paul Graham ហើយគេក៏ចាប់ផ្ដើមនិទានរឿងពីដំណើរដើមទងរបស់វាលើកនេះគ្រប់គ្នានៅក្នុងបន្ទប់ស្ដាប់ឡើងចំហមកទៅហើយ Paul Graham គិតក្នុងចិត្តថា3នាក់នេះពិតជាក្បាលរឿងមែនកលៈទេសៈលំបាកយ៉ាងនេះទៅហើយនៅតែមិនស្លាប់ហើយបើគេយក Cereal មួយកញ្ចប់តម្លៃ$1លក់បានដល់ទៅ$40ទៅហើយតើមានរឿងអ្វីទៀតដែលគេធ្វើមិនបាននោះថាមិនត្រូវបើសិនជាគេអាចនិយាយបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឲ្យហ៊ានដេកនៅផ្ទះអ្នកដទៃនោះអាចឲ្យម្ចាស់ផ្ទះហ៊ានយកផ្ទះរបស់ខ្លួនមកជួលឲ្យជនមិនធ្លាប់ស្គាល់មុខនោះអ្នកណាទៅដឹងទៅ Paul Graham ក៏ចាប់ផ្ដើមបដូរអេរិយាប័ត្រភ្លាមគាត់ចាប់ផ្ដើមស្វែងយល់កាន់តែស៊ីជម្រៅពីក្រុមហ៊ុនមួយនេះហើយក៏បានអនុញ្ញាតឲ្យគេទាំង3នាក់ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លីដែលផ្ដល់ជូនដោយ Y Combinator ដោយមាន Paul Graham ជាគ្រូបង្វឹកផ្ទាល់នេះស្មើនឹងទទួលបាននូវកាតសុំផ្លូវមួយសន្លឹកចូលទៅកាន់ Silicon Valley ហើយមិនយូរប៉ុន្មានគេក៏ទទួលបានកម្ចី$20,000ពី YC នៅក្នុងឆ្នាំ2009ក្រោយមកត្រូវបានគេប្តូរជា share ចំនួន7%
ដោយ YC បានជំរុញឲ្យ Airbnb ចូលទៅក្នុងរង្វង់ធុរកិច្ចនិងបណ្ដាញអ្នកវិនិយោគល្បីៗដែលនាំគ្នាវិនិយោគជាបន្តបន្ទាប់តាមពីក្រោយដោយ Founder Fund ចំនួន$200 លាននៅឆ្នាំ2013និង$1,000 លានពី Silver Lake នៅឆ្នាំ2020ខាងលើនេះជារឿងរ៉ាវដែល Airbnb បានឆ្លងកាត់ទម្រាំបានជួបអ្នកវិនិយោគល្បីៗនៅ Silicon Valley ដោះខ្លួនចេញពីបំណុលរហូតទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិក្រោយពេលដែល Paul Graham នាំ Airbnb ចូល Silicon Valley ហើយតើពួកគេរៀនបានអ្វីខ្លះតើគេមានសមត្ថភាពនឹងការសម្រេចចិត្តត្រូវអ្វីខ្លះទើបធ្វើឲ្យពួកគេលេចធ្លោជាងដៃគូប្រកួតប្រជែងនៅសម័យនោះនេះជាខ្លឹមសារសំខាន់ទី2ដែលខ្ញុំនឹងធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នានៅពេលដែលក្រុមស្ថាបនិក Airbnb ចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់ Y Combinator ហើយ Paul Graham បានកំណត់គោលដៅយ៉ាងច្បាស់ទៅឲ្យពួកគេថាក្នុងរយៈពេល3ខែបន្ទាប់ពីនេះគេត្រូវរកប្រាក់ចំណេញឲ្យបានសមល្មមនឹងពួកគេអាចចិញ្ចឹមខ្លួនរស់មានន័យថាគេត្រូវមានចំណូលគ្រប់គ្រាន់និងបើកប្រាក់ខែបុគ្គលិកនិងបង់ថ្លៃជួលការិយាល័យធ្វើការទ្រឹស្ដីមួយនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយហៅថា Ramen Profitable ដែលមានន័យថាចំណេញមួយគ្រប់ទិញមីរ៉ាមែនឲ្យក្រុមការងារញ៉ាំនៅពេលណាដែលគេមានប្រាក់ចំណេញគ្រប់គ្រាន់និងទិញមីរ៉ាមែនញ៉ាំហើយនោះមានន័យថាគេអាចចិញ្ចឹមខ្លួនរស់ដោយមិនពឹងលើប្រាក់វិនិយោគពីអ្នកវិនិយោគឡើយចំណុចនេះសំខាន់ណាស់វាបានបង្ហាញប្រាប់អ្នកវិនិយោគថាក្រុមការងារគេមានសមត្ថភាពរកលុយដោយខ្លួនឯងចេះគ្រប់គ្រងលុយបានល្អបើសិនជាគេដាក់លុយទៅទំនងជាអាចបង្កើតលុយបានច្រើនជាងនេះតែមិនមែនខ្វះមុខខ្វះក្រោយមួយថ្ងៃគិតតែដើររកលុយនោះទេនៅក្នុងបណ្ដាធុរកិច្ចបង្កើតថ្មីនៅក្នុងវិស័យបច្ចេកវិទ្យាដែលយើងហៅថា Tech Startup ក្រុមហ៊ុនភាគច្រើនមានអ្នកប្រើប្រាស់តែមិនទាន់មានចំណូលទេតែ Airbnb មានចំណូលតាំងពីថ្ងៃទី1មកម្លេះគឺគេយក commission ពីម្ចាស់ផ្ទះផងនិងពីអ្នកស្វែងរកកន្លែងស្នាក់នៅផងពីម្ចាស់ផ្ទះគេយក 3% និងពីភ្ញៀវជួលផ្ទះគេយកចន្លោះពី6ទៅ12%ហើយអ្វីបានជាគេយក commission ពីអ្នកជួលផ្ទះច្រើនជាងម្ចាស់ផ្ទះទៅទៀតព្រោះនៅពេលចាប់ផ្ដើមដំបូងអ្វីដែលគេខ្វះនោះគឺផ្ទះជួលព្រោះអ្នកដែលមានផ្ទះគេពិតជាមិនងាយនឹងយកទៅជួលឲ្យមនុស្សដែលមិនធ្លាប់ស្គាល់នោះទេទី1គឺសុវត្ថិភាពទី2គឺអនាម័យឯអ្នកជួលផ្ទះវិញមិនខ្វះទេគ្រាន់តែពេលនេះពួកគេស្នាក់នៅសន្តាគារឬផ្ទះសំណាក់ប៉ុណ្ណោះតែបើកាលណាមានជំរើសផ្ទះជួលដែលងាយស្រួលនឹងថោកជាងនេះនោះគេប្រកាសជាឈប់ស្នាក់នៅផ្ទះសំណាក់ហើយស្ថាបនិករបស់ Airbnb បានសារភាពចំពោះ Paul Graham ថាម្ចាស់ផ្ទះដែលចោះឈ្មោះចូលជួលនៅពេលនេះមានតែជាង100នាក់ប៉ុណ្ណោះបើគិតពីចំណូលវិញគឺមិនគ្រប់គ្រាន់នឹងទិញមីរ៉ាមែនឡើយតែ Paul យល់ថាមានអតិថិជនស្មោះត្រង់100នាក់ប្រសើរជាងមានអតិថិជនរាយប៉ាយ1លាននាក់ទៅទៀតគាត់យល់ថាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មីតូចតាចគួរតែចាប់យកអតិថិជនមួយចំនួនតូចសិនហើយបម្រើគេឲ្យបានល្អនៅពេលដែលធ្វើបានល្អប្រតិបត្តិការចាស់ទុំនឹងមានកេរ្តិ៍ឈ្មោះហើយនោះចាំពង្រីកទីផ្សារជាក្រោយអនុសាសន៍នេះជាពន្លឺបង្ហាញផ្លូវមួយទៀតទៅកាន់ក្រុមការងាររបស់ Airbnb ថាត្រូវដើរជំហានបន្ទាប់ដោយវិធីណា Paul Graham បានសួរទៅកាន់ពួកគេថាតើមនុស្សទាំង100នាក់នោះនៅឯណាគេឆ្លើយថាភាគច្រើននៅផ្ដុំគ្នាម្ដុំទីក្រុងញូវយ៉កស្ដាប់ហើយ Paul ក៏ប្រាប់ទៅវិញថាបើភ្ញៀវនៅញូវយ៉កតើអ្នកទាំងអស់គ្នានៅទីនេះធ្វើអីទៀតឆាប់ទៅញូវយ៉កជួបជាមួយពួកគេភ្លាមស្គាល់ពួកគេបង្កើតទំនាក់ទំនងល្អនឹងគេហើយសួរគេថាតើយើងត្រូវធ្វើអ្វីបន្ថែមទៀតដើម្បីជួយដល់ពួកគេក្រោយបានទទួលដំបូន្មាននេះហើយ Chesky និង Gebbia រត់ទៅកាន់ទីក្រុងញូវយ៉ករៀងរាល់សប្តាហ៍គ្មានកន្លែងស្នាក់នៅទៅស្នាក់នៅម្ចាស់ផ្ទះតែដាក់ជួលនៅលើ Airbnb ទាំងនោះដកបទពិសោធន៍ខ្លួនឯងបន្តិចមើលថាស្រួលឬអត់ខ្វះខាតអ្វីខ្លះទើបមក feedback ឲ្យ CTO ដែលចាំនៅ Silicon Valley មកកែកុន website ធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញនិងងាយស្រួលប្រើដូចជាពេលដែលពួកគេទៅស្នាក់នៅផ្ទះជួលលើកនោះគាត់បានមើលឃើញនៅបញ្ហាសំខាន់2យ៉ាងដែលម្ចាស់ផ្ទះជួលបានជួបប្រទះទី1គឺម្ចាស់ផ្ទះមិនចេះថតរូបឲ្យបានស្អាតផ្ទះស្អាតតែបើថតមិនស្អាតគ្មានភាពទាក់ទាញនោះក៏គ្មានអ្នកចូលមើលដែរកុំថាឡើយចង់ទៅស្នាក់នៅនោះទី2ម្ចាស់ផ្ទះមិនចេះកំណត់តម្លៃទំហំបន្ទប់ការដេក័ររៀបចំនិងទីតាំងជាដើមមានភាពខុសគ្នាការកំណត់តម្លៃក៏មានច្រើនបែបច្រើនយ៉ាងដែរម្ចាស់ផ្ទះមិនសូវយល់ពីតម្លៃទីផ្សារតើធ្វើយ៉ាងណាទើបគេអាចកំណត់តម្លៃដ៏សមហេតុផលមួយបាននោះបញ្ហាទី1ងាយដោះស្រាយទេ CEO ក្រុមហ៊ុនលោក Chesky បានលីកាមេរ៉ានាំក្រុមការងារជំនាញ2-3នាក់ទៅថតឲ្យម្ចាស់ផ្ទះហើយចាំបង្ហោះចូលក្នុង website ក្រោយមកគេឃើញថាផ្ទះដែលមានអ្នកជំនាញថតរូបជួយថតបានស្អាត
មានគេចាប់អារម្មណ៍កក់ជួលច្រើនជាងផ្ទះដែលថតដោយប្រើទូរស័ព្ទធម្មតារហូតដល់2-3 ដងឯណោះនេះបានន័យថាការរៀបចំនិងថតរូបបានស្អាតបាតក៏ជាផ្នែកមួយដ៏ទាក់ទាញដែរចំពោះអ្នកប្រើប្រាស់ខណៈដែល website ផ្សេងមានអ្នកប្រើប្រាស់ច្រើនមែនតែបើរូបភាពមិនទាក់ទាញក៏មិនសូវមានអ្នកជួលដែរឆ្លៀតឱកាសនេះ2ឆ្នាំដំបូងក្រុមហ៊ុន Airbnb បានបង្កើតក្រុមការងារថតរូបជំនាញដែលអាចឲ្យម្ចាស់ផ្ទះជួលយកមកថតរូបស្អាតៗដាក់នៅក្នុង website សេវាកម្មថ្មីនេះមិនត្រឹមតែបង្កើតប្រាក់ចំណូលមួយផ្នែកជូនក្រុមហ៊ុននោះទេថែមទាំងធ្វើឲ្យ website ទាំងមូលមើលទៅស្អាតបាតនិងគួរឲ្យទាក់ទាញមានអ្នកចូលមើលច្រើនភាគរយនៃការកក់ផ្ទះជួលកើនឡើងគួរឲ្យភ្ញាក់ផ្អើលបញ្ហាទី2រៀងពិបាកដោះស្រាយបន្តិចដើមឡើយយន្តការកំណត់តម្លៃនៅក្នុងវិស័យសន្តាគារវារៀងស្មុគស្មាញរួចទៅហើយវាពាក់ព័ន្ធនឹងទីតាំងការដេគ័របដិសណ្ឋារកិច្ចអនាម័យរដូវកាលនិងមានកម្មវិធីធំដុំឬបុណ្យទានអីជាដើមដូច្នេះ Airbnb ត្រូវបង្កើតប្រព័ន្ធគណនាដ៏ស្មុគស្មាញមួយដើម្បីជួយទៅដល់ម្ចាស់ផ្ទះក្នុងការកំណត់តម្លៃនិងបង្កើតប្រព័ន្ធទូទាត់សាច់ប្រាក់ដ៏ទូលំទូលាយនិងសុវត្ថិភាពមួយជូនអ្នកប្រើប្រាស់ការងារនេះរៀងធំបន្តិចសម្រាប់ក្រុមហ៊ុនតូចដូចជា Airbnb នៅពេលនោះតែពួកគេដឹងច្បាស់ណាស់ថាតើតែធ្វើចំណុចនេះឲ្យបានទើបអាចឲ្យគេមានប្រៀបជាងដៃគូប្រកួតប្រជែងដែលមានស្រាប់ទៅលើទីផ្សាររហូតមកដល់ពេលនេះ Airbnb មានក្រុមវិស្វករនិងអ្នកសរសេរកម្មវិធីជំនាញជាច្រើនហើយប្រព័ន្ធនិងទិន្នន័យរបស់គេនេះហើយទើបជាអាចគឺក្នុងដៃមួយសន្លឹកដែលពិបាកនឹងធ្វើឲ្យក្រុមហ៊ុនផ្សេងទៀតដណ្ដើមចំណែកទីផ្សាររបស់គេណា3ខែក្រោយពេលដែលចូលរួមកម្មវិធីរបស់ Y Combinator គេពិតជាបានបង្កើតប្រាក់ចំណេញគ្រប់គ្រាន់ទប់នឹងប្រតិបត្តិការបានមែនហើយនៅសល់ប្រាក់ចំណេញប្រហែលជាង$1,000ជារៀងរាល់សប្តាហ៍ទៀតផងនេះបង្ហាញឲ្យឃើញពីផលិតផលរបស់គេពិតជាមានការទទួលស្គាល់ពីទីផ្សារហើយចាប់តាំងពីពេលនោះមកបណ្ដាក្រុមហ៊ុនវិនិយោគជាច្រើនចាប់ផ្ដើមនាំគ្នាងាកមកមើលក្រុមហ៊ុនមាសល្អិតជិតធំនៅ Silicon Valley មួយនេះផ្ដើមចេញពីដើមទុនដំបូងដែលផ្ដល់ជូនដោយ Paul Graham ចំនួន$20,000តាមពីក្រោយដោយក្រុមហ៊ុនវិនិយោគ Sequoia ចំនួន$60,000មួយឆ្នាំក្រោយមកសហស្ថាបនិក LinkedIn វិនិយោគជាង$7.5 លានរហូតដល់ឆ្នាំ2011 Airbnb បានទទួលការវិនិយោគក្នុងរ៉ោនថ្មីមួយទៀតចំនួន$112 លានដែលមានតម្លៃខ្លួនលើសពី$30,000 លានក្លាយជា unicorn ក្នុងរយៈពេលតែប្រមាណឆ្នាំប៉ុណ្ណោះក្រោយពេលដែលទទួលបានលុយវិនិយោគដ៏ច្រើនទាំងនេះហើយ Airbnb ចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើរឿងពីរសំខាន់គឺវប្បធម៌ក្រុមហ៊ុននិងបង្កើតជា ecology នៅក្នុងវិស័យរបស់គេ brand ធំៗនៅក្នុងโลกដូចជា Apple, Starbucks, Tesla ជាដើមគេមិនត្រឹមតែលក់ផលិតផលនោះទេគឺគេលក់នៅ lifestyle របស់មនុស្សអតិថិជនគោលដៅរបស់ Airbnb ជាអ្នកកើតក្នុងចន្លោះឆ្នាំ1980ដល់1990ដែលជាក្រុមមនុស្សដែលចូលចិត្តការដើរលេងកម្សាន្តបែបសាមញ្ញបែបផ្សងព្រេងស្ពាយតែកាតាបមួយអាចដើរលេងបានជុំវិញពិភពលោកគេចង់បានសេរីភាពងាយស្រួលនិងចង់ស្វែងយល់ពីជីវិតនិងជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដែលគេចង់ទៅតាមរយៈបទពិសោធន៍ស្នាក់នៅជាមួយម្ចាស់ផ្ទះបែបនេះឯងរឿងដែលគេធ្វើបន្ទាប់នោះគឺបង្កើតជា ecosystem មួយសម្រាប់អ្នកប្រើប្រាស់របស់គេដឹងថាម្ចាស់ផ្ទះជួលជាធនធានដ៏សំខាន់និងជាប្រភពផ្ដល់នូវមាតិកានៅក្នុង website របស់គេដូច្នេះគេបានធ្វើរឿងជាច្រើនដើម្បីជំរុញឲ្យមានការលក់បង្កើតជាប្រាក់ចំណេញនិងការរីកចម្រើនដល់ម្ចាស់ផ្ទះដូចជាគេបានអញ្ជើញអ្នកជំនាញនៅក្នុងវិស័យសន្តាគារមកបង្កើតជាមេរៀនចែករំលែកជាបទពិសោធន៍សរសេរជាសៀវភៅណែនាំដើម្បីជាជំនួយស្មារតីដល់ម្ចាស់ផ្ទះធ្វើឲ្យផ្ទះដ៏តូចរបស់គេអាចក្លាយជាសន្តាគារមួយបានគេបានបង្កើតជាក្រុមសម្រាប់ឲ្យម្ចាស់ផ្ទះពិភាក្សាគ្នាចែករំលែកបទពិសោធន៍ទៅកាន់អ្នកចំណូលថ្មីនិងមានយន្តការលើកទឹកចិត្តសម្រាប់ម្ចាស់ផ្ទះដែលផ្ដល់សេវាកម្មបានល្អជាដើមរហូតមកដល់ពេលនេះមានម្ចាស់ផ្ទះជាង6 លានផ្ទះដាក់ជួលនៅលើ Airbnb ដែលជាក្រុមហ៊ុនគ្រប់គ្រងសន្តាគារនិងផ្ទះជួលដ៏ធំជាងគេបំផុតនៅលើโลกដោយគ្មានផ្ទះខ្លួនឯងសូម្បីតែមួយប្រកាសណាគ្មានការរកស៊ីណាដែលល្អគ្រប់យ៉ាងនោះទេ Airbnb ក៏ធ្លាប់ជួបនៅឧបសគ្គជាច្រើនរាប់មិនអស់ដែរតើនៅពេលដែលគេជួបបញ្ហាតើគេដោះស្រាយបែបណាគេបានរៀនអ្វីខ្លះពីបញ្ហាទាំងនោះនេះជាផ្នែកទី3ដែលយើងលើកមកនិយាយសំណួរទី1ដែលគេព្រួយបារម្ភជាងគេចំពោះគំរូអាជីវកម្មរបស់ Airbnb នោះគឺតើអ្នកណាទៅសុខចិត្តជួលផ្ទះទៅឲ្យមនុស្សដែលគេមិនធ្លាប់ស្គាល់សោះហើយអ្នកដំណើរម្នាក់មិននឹងហ៊ានទៅដេកផ្ទះគេទៅបើមិនមែនជាសន្តាគារដែលមានការគ្រប់គ្រងត្រឹមត្រូវផងនោះតើអ្នកណាជាអ្នកធានាសុវត្ថិភាពឲ្យភាគីទាំងសងខាងដោយករណីម្ចាស់ផ្ទះស្រីម្នាក់បានផុសក្នុងបណ្ដាញសង្គម
និយាយពីភ្ញៀវដែលមកស្នាក់នៅក្នុងផ្ទះរបស់គាត់តាមរយៈ Airbnb មានចេតនាមិនល្អធ្វើឲ្យផ្ទះរបស់គាត់ខូចខាតកខ្វក់មិនអាចទទួលយកបានរូបភាពទាំងនោះត្រូវបានគេចែករំលែកយ៉ាងច្រើននៅក្នុងបណ្ដាញសង្គមធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន CEO Chesky បានលើដំណឹងនេះហើយក៏បានទៅសួរយោបល់ពីក្រុមប្រឹក្សាភិបាលនិងទីប្រឹក្សារបស់គេអ្នកខ្លះឲ្យយោបល់ថាទទួលស្គាល់កំហុសដោះស្រាយបញ្ហាឲ្យភ្ញៀវដោយសងជំនឿចិត្តអ្នកខ្លះថាធ្វើបែបនេះមិនបានទេកាន់តែធ្វើឲ្យមនុស្សកាន់តែច្រើនចេញមកធ្វើរឿងដូចគ្នានេះដល់ពេលនោះប្រកាសជាដោះស្រាយវិលវក់មិនខានអ្នកខ្លះថាមិនបាច់មានប្រតិកម្មអ្វីទេទុកឲ្យរឿងស្ងប់ស្ងាត់សិនចាំដោះស្រាយបញ្ហាជាក្រោយក្រោយមក Chesky ក៏បានចេញលិខិតសុំទោសជាផ្លូវការហើយដើម្បីទទួលបានទំនុកចិត្តពីម្ចាស់ផ្ទះជួលឡើងវិញគេបានដាក់ប្រាក់តម្កល់ចំនួន$1 លានដើម្បីទុកសម្រាប់ជាសំណងជូនការខូចខាតករណីមានបញ្ហានិងបានបង្កើនចំនួនបុគ្គលិកសេវាកម្ម24ម៉ោងទ្វេដងនិងបានបង្កើតប្រព័ន្ធការពារសុវត្ថិភាពទាំងអ្នកជួលនិងម្ចាស់ផ្ទះជួលទោះបីជាគេធ្វើរឿងច្រើនយ៉ាងនេះហើយក៏ដោយក៏មិនទាន់អាចធានាបាននូវសុវត្ថិភាពរបស់អ្នកស្នាក់នៅដែរដូចជាករណីម្ចាស់ផ្ទះចាប់រំលោភភ្ញៀវដែលកើតឡើងក្នុងឆ្នាំ2015នៅក្នុងប្រទេសអេស្ប៉ាញនារីជាភ្ញៀវបានទូរស័ព្ទទៅប្រាប់អ្នកផ្ទះរបស់នាងហើយម្ដាយរបស់នាងក៏បានតាក់ទងទៅកាន់ក្រុមការងាររបស់ Airbnb ដែរតែដោយសារតែច្បាប់រក្សាព័ត៌មានរបស់អ្នកប្រើប្រាស់គេមិនអាចផ្ដល់ព័ត៌មានស្នាក់នៅទៅដល់ជនទី3បានឡើយបញ្ហាក្រោយនេះរឹតតែផ្ទុះការរិះគន់និងវាយប្រហារយ៉ាងខ្លាំងទៅកាន់ពួកគេទើបក្រោយមកគេបានធ្វើកំណែទម្រង់ខ្នាតធំកែទាំងលក្ខន្តិកៈក្រុមហ៊ុននិងរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងថែមទាំងបានបង្កើតក្រុមការងារពិសេសដែលមានគ្នាជាង250នាក់ទាំងផ្នែក hotline ផងដើម្បីធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់និងការពារទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះទើបធ្វើឲ្យគេទទួលបានទំនុកចិត្តជាថ្មីពីអ្នកប្រើប្រាស់ខ្លឹមសារសំខាន់នៅក្នុងសៀវភៅ The Airbnb Story ដែលខ្ញុំបានធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នានៅសប្តាហ៍នេះបានមកដល់ទីបញ្ចប់អរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ